នឹងសូមថ្វាយបង្គំព្រះអង្គគ្រូចាតិកាវត្តសន្លងព្រះអង្គគ្រូចាតិកាវត្តមនីរតនារាមព្រះថេរានុថេរៈគ្រប់អង្គទាំងអស់ជាទីគោរពសក្ការៈដល់ពងពោះអាត្មាភាពសូមចម្រើនពរចំពោះលោកតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងលោកយាយរួមទាំងសូមចម្រើនពរចំពោះលោកគ្រូបណ្ឌិតសានសុជាលោកគ្រូបណ្ឌិតសំវណ្ណៈឯកឧត្តមលោកជំទាវបាទមានអស់លោកស្រីបាសកបាសិកាលោកយាយលោកតាទាំងអស់ដែលបានអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានចូលរួមនៅក្នុងពិធីរំលឹកគុណូបការៈដ៏ធំធេងរបស់លោកតាបណ្ឌិតកុលភេងហើយនឹងកម្មវិធីសន្តានាធរនៅថ្ងៃ7 កើតខែចែកឆ្នាំរោងចក្រស័កពុទ្ធសករាជ2568ត្រូវថ្ងៃទី4ខែមេសាឆ្នាំ2025ជិតដល់ចូលឆ្នាំប្រពៃណីជាតិខ្មែរយើងហើយខ្ញុំកាត់អាត្មាភាពនឹងនិមន្តមកឆ្ងាយជាងគេហើយដោយការនឹករលឹកដល់គុណរបស់លោកតាផងហើយសប្បាយចិត្តនឹងការបង្កើតឡើងនៅពុទ្ធកវិទ្យាស្ថានសាក្យបុត្រអន្តរជាតិដែលមានគោលបំណងប្លែកពីទីដទៃដែលប្រទេសកម្ពុជាយើងអាចនិយាយបានថាជាទីតាំងទី1ហើយដែលបង្កើតវិទ្យាស្ថានមួយដែលសិក្សារៀនសូត្រព្រះធម៌សុទ្ធព្រះធម៌ព្រះវិន័យរបស់ព្រះពុទ្ធជាម្ចាស់គឺទីតាំងនេះជាទីតាំងល្អទាំងបរិស្ថានជុំវិញក៏ថ្មីហើយគ្រូបង្ហាត់បង្រៀនក៏ស្ទាត់ជំនាញហើយមានការស៊ីជម្រៅនៅក្នុងបាលីក្នុងអភិធម្មក្នុងវិន័យអញ្ចឹងហើយឃើញថាជាក្តីសង្ឃឹមមួយសម្រាប់ជាពុទ្ធបរិស័ទយើងដែលចូលមកសិក្សារៀនសូត្រនៅទីនេះក្តីឬក៏សិក្សាប្រយោលតាមរយៈបណ្ដាញសង្គមអនឡាញនឹងក្តីគឺថាយើងអាចសិក្សាបានយ៉ាងទូលំទូលាយបងហ្នឹងហើយអញ្ចឹងសូមអបអរសាទរចំពោះការបង្កើតឡើងនៅវិទ្យាស្ថានពុទ្ធកសាក្យបុត្រអន្តរជាតិដែលក្នុងនោះមានលោកតាបណ្ឌិតកុលភេងបានជ្រុំជ្រែងគ្រប់រូបភាពទាំងអស់អាត្មាភាពចាំបានកាលម្ចាស់សទ្ធាដីប្រកេននោះបានមុនមកចូលរួមទទួលដីឲ្យមានពិធីអីសម្ដែងពធទេសនាអីច្រើនអង្គដែលអាត្មាក៏បានចូលរួមហើយក៏ស្ងាត់ចូលដល់ជិត10ឆ្នាំដែរណាហើយអាត្មាជាគិតថាកាលចាញ់ជារូបរាងដល់ពេលឃើញចាញ់ហ្នឹងហើយទៅឃើញចាញ់មកអាត្មាថាអូហ្នឹងហើយតែធ្វើកើតដែរក្រែងតែមិនធ្វើហ្នឹងហើយឥឡូវដល់ពេលចាប់ដើមធ្វើអត់យូរផងលោកគ្រូសំវណ្ណៈគាត់ឃើញតែខ្វែងដៃខ្វែងជើងមើលតាមបណ្ដាញសង្គមហ្នឹងគឺថាមិនគិតថាលឿនអស់ប៉ុណ្ណឹងផងអាត្មាមើលទៅឃើញនៅវាលរហោឋានរយៈពេលខ្លីប៉ុន្តែ2-3ថ្ងៃចុងក្រោយមុនកម្មវិធីហ្នឹងស្រាប់តែចេញរូបរាងអាគារប្រប៉ុណ្ណានៃមានផ្លូវខ្វាត់ខ្វែងមានគំរូប្លង់មាន master plan អីអូអស្ចារ្យមែនទែនអាត្មាគិតថាបើលឿនតែរបៀបហ្នឹងអត់យូរទេញាតិញោមតិចទៀតហ្នឹងគឺយើងបានទីតាំងមួយដ៏ល្អហើយជាក្តីសង្ឃឹមនៃពុទ្ធបរិស័ទកម្ពុជាដែលមានបំណងចង់សិក្សារៀនសូត្រលម្អិតឲ្យស៊ីជម្រៅក្នុងព្រះធម៌ព្រះវិន័យនឹងអាចមកកាន់ទីនេះបានបើហើយសូមញាតិញោមគ្រប់ទិសទីគ្រប់ខេត្តរាជធានីទាំងក្នុងនិងក្រៅប្រទេសមានឱកាសចូលរួមពីព្រោះនៅច្រើនណាស់នឹងអាគារប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេនៅអាគារសិក្សានៅហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងហើយជាពិសេសគឺការចាត់ចែងតុបតែងទៅនៅដើមឈើអីហ្នឹងក៏ចំណាយមិនតិចទេព្រោះអាត្មាអ្នកដឹកនាំវត្តអាត្មាដឹងបងគឺចំណាយច្រើនណាស់អញ្ចឹងបើយើងសាមគ្គីគ្នាទាំងក្នុងនិងក្រៅប្រទេសគឺមិនយូរទេសាមគ្គីប្រែថារួបរួម
មិនប្រែសាមគ្គីប្រែស៊ីកាមទេណាហ្នឹងហើយកុំឲ្យច្រឡំសាមគ្គីគឺរួបរวมគ្នាហើយថ្នាក់ដឹកនាំមានឆន្ទៈមិនឆន្ទៈប្រែតតិឆន្ទទេប្រែថាប្រឹងប្រែងក្នុងការងារពេញចិត្តនៅក្នុងការងារដាក់ចិត្តដាក់កាយដាក់បេះដូងហ្មងអាហ្នឹងបានធ្វើទៅបានហើយចេញជារូបរាងខ្ញុំប្រកាសអាត្មាភាពសូមវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងជាយាមហើយនឹងពុះពៀគ្រប់ឧបសគ្គនិងពលីជីវិតដើម្បីបុព្វហេតុជាតិនិងព្រះពុទ្ធសាសនាជាពិសេសលើវិស័យអប់រំលោកតាបណ្ឌិតកុលភេងបងនេះគឺជាអ្វីដែលអាត្មាចង់និយាយថាលោកតាជាកញ្ចក់មួយដ៏ធំសម្រាប់កម្ពុជាកញ្ចក់នេះមិនមែនកញ្ចក់មើលឆ្លោះទៅរៀងព្រិលបែបមិនច្បាស់ទេកញ្ចក់លោកតាបណ្ឌិតកុលភេងនេះគឺជាកញ្ចក់មួយដែលភ្លឺច្បាស់ល្អហើយបានទាំងពីរគឺកញ្ចក់ផ្លូវលោកនឹងមួយកញ្ចក់ផ្លូវធម៌នឹងមួយហើយអាត្មាចិត្តតែគិតឲ្យព្រួយដែរដោយសារកញ្ចក់មួយនេះមានវ័យចំណាស់ទៅហើយបច្ចុប្បន្នឆ្នាំនេះ91ហើយមិនដឹងថាបានប្រមាណទៀតហើយក៏ជាបំណងរបស់សិស្សគាត់មានលោកគ្រូសំបណ្ណៈមានលោកគ្រូសានសុជាមានព្រះធម្មវិបស្សនាមុនសាយអាត្មាភាពផងដែលសប្បាយចិត្តនឹងការរៀបចំពិធីចម្រើនបច្ចុប្បន្នជូនលោកតាបណ្ឌិតនឹងឲ្យអាត្មាកាន់តែឮថាមានកម្មវិធីហ្នឹងអាត្មាគូសគឺថ្ងៃទី4ហ្នឹងគឺអត់ទៅណាមកណាទេគឺមកនឹងមកធ្វើម៉េចឲ្យបានចូលរួមហើយប្រមូលបុណ្យជូនលោកតាព្រោះចាស់ណាស់ទៅហើយបើបានធ្វើប៉ុណ្ណឹងហើយកូនចៅសិស្សគន់អីមិនសូវមានវិបដិសារីប្រហែលទេព្រោះបានធ្វើបុណ្យបានលោកតាមើលឃើញផងបានលោកតាឮផងលោកតាដឹងថាកូនចៅសិស្សគន់បានធ្វើបុណ្យជូនអញ្ចឹងណាហ្នឹងហើយសូមឲ្យលោកតាមានសុខភាពល្អតាមអាយុខៃទៅប៉ុណ្ណឹងប៉ុន្តែបើបានជារស់នៅហើយគឺសូមឲ្យមានសុខភាពល្អមានឱកាសបំពេញបុណ្យកុសលហ្នឹងឲ្យបានកាន់តែច្រើនបន្ថែមទៀតអញ្ចឹងកញ្ចក់មួយនេះគឺមិនមែនតិចឆ្នាំទេបានធ្វើឲ្យកុលបុត្រកុលធីតាខ្មែរហ្នឹងគឺថាទទួលបាននៅចំណេះដឹងហើយបានចូលរួមបម្រើកិច្ចការជាតិកិច្ចការសាសនាคล้ายទៅជាឯកឧត្តមលោកជំទាវคล้ายទៅជាបញ្ញវន្តគឺថាគ្រប់ទិសទីទាំងអស់បងមករៀបរាប់មិនអស់ទេប៉ុន្តែគឺជាជ្រុងមួយដែលអាត្មាចង់បញ្ជាក់ថាលោកតាជាកញ្ចក់មួយនៅកម្ពុជាហើយកញ្ចក់នេះធំបងធំណាស់មានគុណបំណាច់ធំធេងណាស់សម្រាប់ជាតិនិងព្រះពុទ្ធសាសនាសម្រាប់កុលបុត្រកុលធីតានៅកម្ពុជាមកសូមប្រកាសគុណយ៉ាងឧឡារិកនៅពេលនេះសម្រាប់អាត្មាផ្ទាល់គឺសូមគោរពចំពោះវីរភាពនិងការលះបង់តស៊ូដ៏អង់អាចក្លាហានរបស់លោកតាបងនឹងសូមចូលរួមហើយចំពោះកិច្ចការរៀបចំកសាងនៅវិទ្យាស្ថាននេះមើលលោកគ្រូសំវណ្ណៈធ្វើបទបង្ហាញតាមវីដេអូរូបភាពអីហ្នឹងគឺថាគាត់ទៅមើលហ្នឹងក៏សប្បាយចិត្តដែរអាត្មាមើលមិនស្រួលបានតែធ្វើហើយព្រោះមានសភាពស្រស់ប្រព្រឹកហ្មងបងស្រស់ប្រព្រឹក